ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះដែរគឺខ្ញុំចង់បង្ហាញពីវីដេអូដងទឹកសុទ្ធធ្វើដំណក់ទឹកវីដេអូមុនខ្ញុំបានធ្វើភាសាឲ្យប៉ុន្តែវាស្ទះដាក់ទឹកទៅស្ទះសម្ញាំពិបាកសេរីឥឡូវនេះគឺវិធីថ្មីគឺយើងមានដងហើយនឹងវិសកដៃហើយបកគោអាស័យមួយមកដើម្បីនេះគឺយើងចោះយកវិសនេះចោះចំប្រឡោះពីមុខដងបាទនេះកាត់ចេញមកហើយបងប្អូនចង់កាត់បានចង់បានខ្លាំងប៉ុន្តែខ្ញុំកាត់នេះកុំឲ្យជាប់ copyright អញ្ចឹងយើងយកកដៃមកយើងកាត់ខាងក្រោយនេះខាងក្រោយហ្នឹងយើងកាត់ឲ្យវាដាច់ក៏បានមិនបាច់ចាំឲ្យដាច់ក៏បានបើសិនជាយើងកាត់មិនឲ្យដាច់គឺវាការពារកុំឲ្យវាស្លឹកឈើចូលអញ្ចឹងខ្ញុំកាត់អត់ឲ្យដាច់ទេបន្ទាប់មកគឺយើងយកវិសរបស់យើងនេះចូលទៅស្វានក៏បានហើយបើមិនមាននេះទៅលវិសមូលក៏បានដែរព្រោះវាក៏មកតង់វាទុនទេទៅស្វានខ្ញុំយកមកមូលមកទៅបាទប៉ុន្តែយើងប៉ុន្តែហើយជាការស្រេចអញ្ចឹងយើងយកអាស័យឬក៏បកគោលអីមួយមកយើងធ្វើជាបកគោលវាដើម្បីយើងចងខ្សែទុកដោតបាទខ្សែរបស់យើងខ្សែនេះដោយសារវាធំពេកយើងខ្ញុំហែកវាយើងជំរាបទូចមកខ្ញុំយកមកចងបាទបងប្អូនចង់ចងមិនក៏បានតាមចិត្តចង់បងប្អូនចងធ្វើឲ្យវាជាប់នឹងបកគោនេះងាយស្រួលយើងយកទៅដោតដើម្បីវាកុំឲ្យងាយនឹងបោកចងឲ្យខិតមកដល់លើមកដើម្បីវាងាយស្រួលនឹងយើងបើកអាកម្របលើចាក់ទឹកកាលណាដែលយើងដាក់ខាងក្រោមវាទៅអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនពេញចិត្តវីដេអូខ្ញុំគឺជួយ like subscribe like page របស់ខ្ញុំផងបើសិនជាខ្ញុំខុសទាស់ត្រង់ណាសូមកាន់តែអភ័យទោសហើយបើបងប្អូនចេះហើយមិនចាំមើលទេព្រោះនេះគាត់ថាជាការកែច្នៃកណ្ដឹងទឹកចាស់ដែលយើងបោះចោលអញ្ចឹងយើងយកមកកែច្នៃមានប្រយោជន៍ចងទាំងលើទាំងក្រោមមកដើម្បីកុំឲ្យវាបាទប៉ុន្តែជាការស្រេចតបងប្អូនទស្សនាដល់គ្នាបាទនេះតំណក់ទឹកយើងគឺវាសក់បានប៉ុណ្ណឹងវាមិនយឺតពេកហើយក៏មិនលឿនពេកដែរបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់បាទសូមអរគុណបាទ